មកមណ្ឌលគិរីច្រើនដងដែរតែមានដឹងអត់ថាមានកន្លែងមួយនេះកំពុងតែលាក់ខ្លួនស្ងាត់ហើយស្អាតខ្លាំងជាងគេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងមានដំណើរកម្សាន្តមួយទៅខេត្តមណ្ឌលគិរីការធ្វើដំណើរទៅពោពេញទៅដោយភាពរីករាយអមដោយទេសភាពដើមឈើពណ៌បៃតងខ្ចីតាមផ្លូវតោះទៅមើលថាពួកយើងទៅដើរលេងកន្លែងណាខ្លះហើយនឹងមានអ្វីកើតឡើងប្លែកៗខ្លះមកដល់ភ្លាមពួកយើងក៏បានចូលថតរូបនិងទស្សនារូបសំណាកដែលជានិមិត្តរូបប្រចាំខេត្តមណ្ឌលគិរីបន្ទាប់ពីយើងជិះឡានជាយូរមកហើយឥឡូវមកដល់លើភ្នំពេលមកឈរនៅលើកំពូលភ្នំទីនេះអារម្មណ៍ដែលហត់នឿយទាំងប៉ុន្មានហាក់ដូចជាត្រូវបានខ្យល់បក់ជំរះចោលអស់អញ្ចឹងនៅពីមុខខ្ញុំគឺវាលស្មៅពណ៌បៃតងខ្ចីលាតសន្ធឹងធំល្វឹងល្វើយដូចជាកម្រាលព្រំធម្មជាតិដ៏ធំមួយនៅពេលខ្យល់មកម្ដងរលកស្មៅរេទៅតាមខ្យល់មើលទៅត្រជាក់ភ្នែកខ្លាំងមែនតើអ្វីដែលកាន់ពិសេសនោះគឺពពកនិងអាប់ពណ៌ព្រាលកំពុងតែរមៀលកាត់កំពូលភ្នំយឺតធ្វើឲ្យយើងមានអារម្មណ៍ថាដូចជាកំពុងតែឈរនៅក្នុងផ្ទាំងគំនូរមួយអញ្ចឹងបន្ទាប់ពីយើងដើរលេងលើភ្នំអស់ចិត្តហើយយើងក៏មកដល់រមណីយដ្ឋានមួយនៅខេត្តមណ្ឌលគិរីផងដែរនៅកន្លែងនោះក៏មានបាញ់ឆៅរសជាតិដែលឈ្ងុយឆ្ងាញ់ពីមុនយើងធ្លាប់តែសាកបាញ់ឆៅនៅខេត្តស្ទឹងត្រែងឥឡូវយើងមកសាកបាញ់ឆៅនៅមណ្ឌលគិរីម្ដងមើលថារសជាតិវាយ៉ាងម៉េចដែរនៅទីនេះបាញ់ឆៅគេបន្ទះរាងធំបន្តិចមែនប៉ុន្តែរសជាតិវិញគឺថាអែមតែម្ដងមានអីពុកម៉ែបងប្អូនរសជាតិវិញឆ្ងាញ់ដែរតានិយាយថានៅតំណងយ៉ាងដែរពួកនៅស្ទឹងត្រែងក៏រសជាតិឆ្ងាញ់ដែរនៅទីនេះក៏ម្យ៉ាងរបស់គេមានទាំងស្នូលសណ្ដែកសាច់ជ្រូកហើយមានបន្លែជាមួយនឹងទឹកត្រីផ្អែមសណ្ដែកដីនិយាយថាពីរសជាតិវិញគឺថាឆ្ងាញ់មែនតើគឺចង់ញ៉ាំម្ដងទៀតបន្ទាប់ពីយើងញ៉ាំរួចពួកយើងក៏នាំគ្នាសម្រាហើយអង្គុយលេងនៅទីនេះផងដែរមកដល់កន្លែងនេះដូចបានមកដល់ឋានសួគ៌លាក់ខ្លួនអញ្ចឹងទឹកមើលទៅថ្លាឃើញហ្វូងត្រីព្រៃឈើខៀវស្ងាត់អង្គុយមើលត្រីហែលទឹកបែបនេះពេញមួយថ្ងៃក៏មិនធុញដែរចង់និយាយថាស្រឡាញ់មណ្ឌលគិរីខ្លាំងណាស់ជីវិតជួនកាលត្រូវការភាពសាមញ្ញដូចជាត្រីក្នុងទឹកអញ្ចឹងគ្រាន់តែហែលយឺតក្នុងទឹកថ្លាឆ្ពោះទៅមុខរស់នៅក្នុងធម្មជាតិដ៏ស្រស់ស្អាតល្មមតែងើបមុខទៅមើលខាងលើគឺឃើញដើមឈើធំពណ៌បៃតងខ្ចីបាំងខ្យល់ត្រជាក់មកទេសភាពបែបនេះពិតជាធ្វើឲ្យយើងមានអារម្មណ៍ថាធម្មជាតិពិតជាមានឥទ្ធិពលអស្ចារ្យបន្ទាប់មកយើងក៏មកដល់ទឹកជ្រោះបូស្រាការធ្វើដំណើរមកទាំងនេះធ្វើឲ្យយើងជួបបទពិសោធន៍ជាច្រើនហើយនៅទីនេះផងដែរពិតជាកន្លែងមួយដែលស្រស់ស្អាតមែនទែនហើយក៏លេចមើលបងប្អូនកសិករសហគមន៍របស់យើងគឺមានបន្លែផ្លែឈើយកមកលក់ផងដែរមកមណ្ឌលគិរីបើមិនមកទឹកជ្រោះបូស្រាទេគឺដូចមិនទាន់មកដល់អញ្ចឹងគ្រាន់តែដើរមកជិតដល់ភ្លាមសំឡេងទឹកធ្លាក់ខ្លាំងលាន់លឺរំពងពេញព្រៃទៅហើយមើលចុះអ្នកទាំងអស់គ្នាទឹកជ្រោះហូរធ្លាក់ពីលើកំពូលភ្នំបោកតង្កិចនឹងផ្ទាំងថ្មធំបែកផ្សែងទឹកហូរត្រឡោកដូចអាប់លាយឡំជាមួយនឹងខ្យល់បក់មកត្រជាក់ស្រូបដល់បេះដូងភាពអស្ចារ្យនិងកម្លាំងដ៏ខ្លាំងក្លានៃធម្មជាតិនៅទីនេះធ្វើឲ្យយើងមើលមិនចេះធុញរកពីអ្វីប្រៀបទៅមិនបានទេទោះបីធ្វើជាដំណើរឆ្ងាយហត់នឿយយ៉ាងណាក៏រលាយបាត់អស់ដែរពេលមកដល់ឈរនៅចំពោះមុខទឹកជ្រោះបូស្រានេះក្រៅពីភាពស្រស់ស្អាតនៃទឹកធ្លាក់ថ្លាឆ្វេងយើងក៏អាចកលេចមើលជុំវិញខ្លួនយើងមានដើមឈើរាងធំខៀវស្រងាត់បាំងពន្លឺថ្ងៃបង្កើតជាម្លប់យ៉ាងត្រជាក់ការបានមកអង្គុយស្ដាប់ទឹកហូររិចប៉ះចំហាយទឹកត្រជាក់ដែលប៉ះរាងកាយយើងវាដូចជាធម្មជាតិដែលកំពុងតែលួងលោមយើងអញ្ចឹងនឹងបានផ្ដល់ថាមពលថ្មីឲ្យជីវិតយើងពេលខ្លះយើងដើរលេងខ្លះយើងធ្វើការខ្លះទើបអារម្មណ៍យើងរីករាយបន្ទាប់ពីដើរលេងថតរូបឡើងទុនជើងពេញមួយថ្ងៃពេលយប់ឡើងដឹងតែគ្មានអីគ្រាន់បើជាងសាច់អាំងនោះទេអ្នកទាំងអស់គ្នានៅមណ្ឌលគិរីអាកាសធាតុត្រជាក់ជាបែបហ្នឹងបានមកអង្គុយជុំវិញចង្ក្រានក្តៅឮសំឡេងសាច់ខ្លាញ់ផ្ទុះព្រិចផ្សែងហុយក្រអូបឈ្ងុយគឺថាជាតិហ្មងញ៉ាំបដានិយាយគ្នាលេងបដាមិនចាំបាច់ប្រាប់ក៏ដឹងថាមានក្តីសុខប៉ុណ្ណាដែរតោះញ៉ាំសាច់អាំងជាមួយខ្ញុំនិយាយថាពីរសជាតិវិញអ្នកទាំងអស់គ្នាសាច់គោគេប្រឡាក់មកឡើងចូលជាតិល្មមតែដាក់លើចង្ក្រានក្តៅខ្លាញ់ហុយនិយាយថាពីទុនល្មមគួរឲ្យចង់ញ៉ាំមែនតើជាពិសេសនឹងយកមកជ្រលក់ជាមួយនឹងទឹកជ្រលក់របស់គេនិយាយថាពីរសជាតិឆ្ងាញ់មែនតើពុកម៉ែបងប្អូនណាកំសាន្តពេញមួយថ្ងៃក៏ដល់ទីបញ្ចប់ផងដែរបាយអ្នកទាំងអស់គ្នា